ประมาณថ្ងៃប្រហែលខែចុងក្រោយចាប់ពីត្រាំឡើងជួស្បត់កាន់តំណែងមកគឺជួរយៈពេលប្រហែលជួជិត50ថ្ងៃចិត្តបានជាង50ថ្ងៃគឺរយៈពេលគាត់ជួដឹកនាំប្រទេសឃើញថាភៀននិយាយទៅគាត់ធ្វើថារិសនឹងដាក់ពន្ធបន្ថែមទៅលើប្រទេសទាំងអស់សូម្បីតែប្រទេសសម្ព័ន្ធមិត្តរបស់គាត់ហើយពិសេសកាណាដានៅក្បែរគាត់ហ្នឹងគឺគាត់ក៏ដាក់ពន្ធដែរអាហ្នឹងកាណាដាគេឥឡូវនេះគេទៅនិយាយថាជាសង្គ្រាមពាណិជ្ជកម្មណាពិសេសខ្ញុំចាប់អារម្មណ៍រឿងប្រទេសកាណាដានិងអាមេរិកហ្នឹងដែរពីព្រោះខ្ញុំសប្តាហ៍ថ្ងៃនៅកាណាដាចាប់អារម្មណ៍តែត្រាំក៏ដាក់ tariff មកហ្នឹងយើងឃើញថាយើងតាមដានមើលទៅឃើញថាសកម្មភាពអ្នកនយោបាយនៅប្រទេសកាណាដាចង់និយាយនៅកាណាដាពិសេសគឺអ្នកនយោបាយទាំងបកកណ្ដាលអំណាចទាំងបកប្រឆាំងគឺម្នាក់គេឆ្លេឆ្លាដេកមលក់រហូតដល់ដំបូងគឺថាខ្ញុំចង់និយាយពីទ្រុយដូនេះរដ្ឋមន្ត្រីចាស់ដែលទៅតែចុះចេញកាលពីថ្ងៃទី14កន្លងមកឥឡូវហ្នឹងថ្មីគឺម៉ាក់កានីទៅនៅក្នុងគណៈបកតែមួយឯងក្នុងគណៈបកគាត់តែមួយឯងព្រោះបោះឆ្នោតមិនតដល់ឯងបោះឆ្នោតដល់ខែ10បានការបោះឆ្នោតជាតិអញ្ចឹងយើងចាប់អារម្មណ៍យ៉ាងម៉េចចាប់អារម្មណ៍ថាឃើញប្រទេសគេជួលច្បល់អ្នកនយោបាយគេជួលច្បល់មិនមែនជួលច្បល់ខ្លាចរឿងបាត់តំណែងខ្លាចបាត់អំណាចអីគេជួលច្បល់ភ័យខ្លាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋគេប៉ះពាល់ដល់មុខរបរប្រជាពលរដ្ឋគេប៉ះពាល់ដល់គេថាកិត្យានុភាពនិងអធិបតេយ្យភាពប្រទេសរបស់គេគឺគេឆ្លេឆ្លាគ្រប់គ្នាហើយម្នាក់ក្លាហានហ្មងអានេះខ្ញុំចង់និយាយពីអ្នកនយោបាយគឺថាគេប្រឹងប្រែងគិតរកគំនិតឲ្យគេផ្ដុំអ្នកចេះទាំងអស់គេមកគុំគ្នាមកជុំគ្នាដើម្បីរកគិតយ៉ាងម៉េចដែលវាយបកទៅសហរដ្ឋអាមេរិកវិញទោះបីសហរដ្ឋអាមេរិកជាមិត្តយូរឆ្នាំរបស់គេដឹងស្រាប់ហើយប្រទេសអាមេរិកនិងប្រទេសកាណាដាគេថាដូចជាប្រទេសដែលថាកូនភ្លុះគឺប៉ុន្តែគាត់ត្រាំវាមកដូចវាយ៉ាងម៉េចវាចង់នយោបាយយ៉ាងម៉េចយើងអត់យល់ហើយវាដូរប្រមាណក្នុងរយៈពេលប្រមាណខែប្រមាណជាង50ថ្ងៃរបស់វាគឺថាវាដូររហូតគឺថាវាធ្វើឲ្យច្របូកច្របល់លើពិភពលោកប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍ដែលខ្ញុំចង់លើកមកនិយាយជំរាបប្រាប់បងប្អូននេះចង់និយាយថានៅកាណាដានេះប្រទេសកាណាដាគេភ័យគេជួលច្របល់ហ្នឹងគេថាគេគិតហ្នឹងគឺបញ្ហាគេថាការងាររបស់ពលរដ្ឋគេបញ្ហាជីវភាពរបស់ពលរដ្ឋរបស់គេបញ្ហាអាយុជីវិតអនាគតពលរដ្ឋរបស់គេពិសេសគឺថាវាសនាប្រទេសជាតិរបស់គេគឺថាគេភ័យទ្រុយដូសុខចិត្តលាលែងពីតំណែងដើម្បីប្រគល់អាតំណែងទៅឲ្យអ្នកណាដែលថាមានសក្តានុពលដើម្បីតតាំងជាមួយនឹងសហរដ្ឋអាមេរិកបានហើយយើងមើលសហរដ្ឋគណៈរដ្ឋមន្ត្រីថ្មីរបស់គេយើងឃើញក្លាហានណាគឺថាភាគច្រើនគេថាឃើញស្ត្រីច្រើនមកឃើញស្ត្រីពិសេសខ្ញុំចាប់អារម្មណ៍នឹងស្ត្រីនៅក្រសួងការបរទេសថ្មីរបស់គាត់ហ្នឹងរបស់ប្រទេសកាណាដាគឺថាក្លាហានហើយមុះមុតមែនតើក្នុងការជួបគេថារដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកដែលប្រហែលថ្ងៃនេះគេ G7 គេប្រជុំនៅកាណាដាគឺថាមានការតតាំងគ្នាមានការជជែកគ្នាខ្លាំងរឿងដែលត្រាំគាត់និយាយថាកាណាដាគួរតែទៅជារដ្ឋទី51របស់អាមេរិកគឺគេតតាំងគេសួរហ្មងទោះបីពេលហ្នឹងឃើញរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកគេថាការនេះគឺនិយាយលេងហើយស្ត្រីដែលជារដ្ឋមន្ត្រីក្រសួងការបរទេសកាណាដាគេថាអត់មានលេងរឿងគេគឺរឿងដែលត្រូវតែដោះស្រាយទៅទៅជាគ្នាអញ្ចឹងនិយាយសរុបឲ្យខ្លីមកខ្ញុំចង់និយាយថាប្រទេសគេនេះអត់ទេណាគេគិតជាតិគិតវាសនាគិតអនាគតគិតសុខទុក្ខរបស់ប្រជាពលរដ្ឋគេព្រួយបារម្ភគេដាក់ចិត្តរបស់គេពលរដ្ឋគេដូចជាកូនដូចជាចៅរបស់គេខុសពីប្រទេសយើងដែលហ៊ុនសែនគាត់ច្រឡោតកោងកាងហ្នឹងគាត់ខូព្រៃផ្សាយអត់ជាមួយនឹងបរទេសជាមួយរឿងការភ័យខ្លាចប៉ះពាល់ជីវភាពប្រជាពលរដ្ឋប៉ះពាល់កិត្យានុភាពប្រទេស
ប៉ះពាល់បាត់បង់ព្រំដែនភូមិអីអត់គិតទេគាត់គិតគឺថាគាត់ច្រឡោតធឹងខាងគឺថាចងពមុំតែជាមួយពលរដ្ឋឯងខ្លាចតែបាត់ប្រយោជន៍គេថាក្រុមគ្រួសាររបស់គាត់ខ្លាចតែបាត់អំណាចរបស់គាត់រឿងប្រទេសជាតិរឿងប្រជាពលរដ្ឋអាណាងាប់មិនងាប់គឺថាខុសគ្នាដាច់មែនទែនអញ្ចឹងយើងឃើញថាប្រទេសគេនេះយើងមានមោទនភាពបើយើងជាពលរដ្ឋគេទៅរស់នៅប្រទេសគេមានមោទនភាពចំពោះមេដឹកនាំរបស់គេហ៊ានលះបង់គេហ៊ានពលីគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិរបស់គេកន្លងមកយើងឃើញអ៊ុយក្រែននេះសេឡិនស្គីដែលគាត់មុខមុតពីរឿងសង្គ្រាមការពារទឹកដីរបស់គាត់ប៉ុន្តែពេលនេះយើងមកមើលកាណាដាបងប្អូនតាមដានមើលប្រទេសកាណាដាដែលកំពុងតែតតាំងគេថា War Street ហ្នឹងសង្គ្រាមសេដ្ឋកិច្ចជាមួយអាមេរិក